សូមស្វាគមន៍មកកាន់វីដេអូរបៀប cancel មុខម្ហូបតាមរយៈ tablet កាលពីវីដេអូមុនលោកអ្នកបានរៀនអំពីរបៀបកំងតែឥឡូវនេះលោកអ្នកនឹងរៀនអំពីការ cancel វិញម្ដងបន្ទាប់ពី login ឃើញ menu របស់យើងលោកអ្នកចូលទៅកាន់សញ្ញា track 3ហើយចុងក្រោមគឺការ login ជាមុនសិនមុនពេលដែលលោកអ្នកមានសិទ្ធិ cancel អញ្ចឹងសូមបញ្ចូលព័ត៌មាន user របស់លោកអ្នកក្នុងករណីរបស់ខ្ញុំគឺលេខ1ហើយនេះគឺជាតុទាំងអស់ដែលមានភាពអញ្ចឹងលោកអ្នកសូមជ្រើសរើសលេខតុដែលលោកអ្នកបានកំងខុសឬក៏ចង់ cancel ចុចពាក្យ order មានន័យថាម្ហូបដែលបានកំងអញ្ចឹងវានឹងឃើញនៅម្ហូបដែលយើងបានកំងខ្ញុំឧទាហរណ៍ថាខ្ញុំចង់ cancel មុខម្ហូបមួយនេះគ្រាន់តែចុចសញ្ញាដកហើយចំនួនដែលបានកំងគឺ1ហើយខ្ញុំ cancel 1អញ្ចឹងគឺអស់អញ្ចឹងចុច enter ដើម្បីបញ្ជាក់ហើយលោកអ្នកត្រូវបំពេញនៅ reason មានន័យថាហេតុផលអញ្ចឹងនៅក្នុងហេតុផលនេះ by default គឺវាមានពាក្យថា return អញ្ចឹងវាមានផ្សេងទៀតដែលលោកអ្នកអាចជ្រើសរើសបានដូចជា other ផ្សេងអញ្ចឹងចុចពាក្យ confirm ដើម្បីបញ្ជាក់ការ cancel របស់យើងចុច yes នោះ icon វានឹង load ថា cancel successfully ចុច OK ដើម្បីបិទអញ្ចឹងលោកអ្នកអាចចុចសញ្ញា back ដើម្បីចេញមកដល់កន្លែង top ហើយចុចសញ្ញា profile ដើម្បីចេញមកកន្លែង menu ហើយលោកអ្នកក៏អាចចុច switch ទៅ switch មកបានដូចគ្នាចុងក្រោយគឺលោកអ្នកត្រូវ lock out ចេញវិញត្រូវចាំថានៅពេលដែលយើង cancel មុខម្ហូបវានឹង print ទៅកាន់ចុងភៅឬក៏ cashier ដើម្បីបញ្ជាក់ថាម្ហូបដែលយើងបានកំងនោះគឺត្រូវបាន cancel